សួស្តីឬរបស់ខ្ញុំនិយាយអំពីពេលដែលខ្ញុំបានចេញទៅញ៉ាំអាហារជាមួយមិត្តភ័ក្តិវិទ្យាល័យរបស់ខ្ញុំនៅកន្លែងចម្លែកមួយហើយចាប់ពីអាហារនោះមកខ្ញុំមិនដែលគិតថាវានឹងផ្លាស់ប្ដូរជីវិតរបស់ខ្ញុំជារៀងរហូតនោះទេខ្ញុំបានជួបអ្វីមួយដែលខ្ញុំមិនគួរជួបមានអ្វីមួយដែលបាត់ទៅហើយដែលមិនដែលបានត្រឡប់មកវិញយ៉ាងណាក៏ដោយមានការភ័ន្តច្រឡំទាំងអស់សូមអនុញ្ញាតឲ្យខ្ញុំចាប់ផ្ដើមរឿងរបស់ខ្ញុំត្រូវត្រឡប់ទៅព្រឹកមួយនៅថ្ងៃនោះខ្ញុំភ្ញាក់ពីព្រលឹមព្រោះខ្ញុំចូលគេងយឺតយប់មិញហើយពេលខ្ញុំភ្ញាក់ពីដំណេកខ្ញុំមានអារម្មណ៍ឃ្លានខ្លាំងណាស់ដូច្នេះខ្ញុំក៏ជិះម៉ូតូទៅផ្សារវត្តដែលនៅជិតផ្ទះខ្ញុំពេលខ្ញុំនៅទីនោះខ្ញុំបានទៅទិញបបរបាយមាន់ឬអ្វីក៏ដោយខ្ញុំមកទិញទ្រាត់ខ្ញុំចង់យកវាទៅឲ្យឪពុកម្ដាយខ្ញុំដែរប៉ុន្តែពេលខ្ញុំដើរទៅមុខទៀតខ្ញុំបានជួបមិត្តម្នាក់គាត់ឈ្មោះណយគាត់ជាមិត្តភក្តិវិទ្យាល័យរបស់ខ្ញុំយើងធ្លាប់ស្និទ្ធស្នាលគ្នាខ្លាំងណាស់កាលពីមុនយើងធ្លាប់ចេញក្រៅជាមួយគ្នាបន្ទាប់ពីចេញពីសាលារៀនប៉ុន្តែបន្ទាប់ពីបញ្ចប់វិទ្យាល័យយើងបានផ្លាស់ទៅកន្លែងផ្សេងៗគ្នាដើម្បីសិក្សាយើងធ្វើការដាច់ដោយឡែកពីគ្នាដូច្នេះយើងកម្របានជួបគ្នាណាពេលយើងជួបគ្នានៅថ្ងៃនោះខ្ញុំពិតជាសប្បាយចិត្តណាស់ដូច្នេះយើងបាននិយាយគ្នាមួយសន្ទុះហើយបានផ្លាស់ប្ដូរលេខទូរស័ព្ទគ្នានៅពេលនោះយើងមិនទាន់មាន Line ឬ Facebook ទេដូច្នេះយើងបានប្ដូរលេខទូរស័ព្ទគ្នាហើយនៅពេលដែលយើងប្ដូរលេខទូរស័ព្ទគ្នាយើងបាននិយាយគ្នាថាពេលយើងទំនេរយើងនឹងជួបជុំមិត្តភក្តិហើយចេញទៅញ៉ាំអាហារនៅខាងក្រៅបន្ទាប់ពីថ្ងៃនោះយើងបានបែកគ្នាលុះពេលវេលាកន្លងផុតទៅថ្ងៃមួយខ្ញុំបានដឹងថាមិត្តរបស់ខ្ញុំបានទូរស័ព្ទមកខ្ញុំហើយគាត់ត្រៀមខ្លួនរួចរាល់ហើយដើម្បីប្រជុំតាម Line ដើម្បីនិយាយជាមួយមិត្តភក្តិជាច្រើនខ្ញុំមានមិត្តភក្តិច្រើនណាស់ឥឡូវនេះតោះទៅញ៉ាំអាហារនៅខាងក្រៅតើអ្នកងាយស្រួលទៅណាតើអ្នកអាចទៅឆ្ងាយបានទេប្រសិនបើអ្នកមិនប្រកាន់ទេខ្ញុំមានកន្លែងមួយដើម្បីអញ្ជើញអ្នកបាទស្លាស់តែខ្ញុំអាចទៅគ្រប់ទីកន្លែងខ្ញុំអាចទៅកន្លែងណាក៏បានឲ្យតែអ្នកស្រួលកន្លែងណាក៏បានដែរខ្ញុំអាចទៅសៀមរាបបានខ្ញុំអាចទៅគ្រប់ទីកន្លែងក្នុងលោកបន្ទាប់ពីថ្ងៃនោះខ្ញុំមិនមានយោបល់អ្វីទេខ្ញុំគ្រាន់តែធ្វើតាមភាពងាយស្រួលរបស់មិត្តខ្ញុំទីបំផុតយើងបានជួបគ្នាហើយបានទៅញ៉ាំអាហារនៅខេត្តមួយមិត្តខ្ញុំនិយាយថាវាឆ្ងាយបន្តិចប៉ុន្តែពេលគាត់ប្រាប់ខ្ញុំពីទីតាំងសម្រាប់ខ្ញុំវាមិនឆ្ងាយទេប្រហែល50គីឡូម៉ែត្រប៉ុណ្ណោះដូច្នេះខ្ញុំមិនមានយោបល់ទេថ្ងៃដែលយើងជួបគ្នាយើងបានជួបគ្នានៅល្ងាចថ្ងៃសុក្រប៉ុន្តែវាជាយប់ថ្ងៃសុក្រខ្ញុំបានដឹងនៅពេលក្រោយពេលណាខ្ញុំទៅខ្ញុំមិនបានដឹងទេរហូតដល់ថ្ងៃសុក្រខ្ញុំពិតជារវល់ណាស់ខ្ញុំបានឈប់ពីការងារនៅពេលរសៀលបានត្រឡប់ទៅផ្ទះវិញដើម្បីងូតទឹកហើយប្រញាប់ចេញពីផ្ទះនៅម៉ោងប្រហែល4រសៀលបន្តបើកបរតាមផ្លូវដែលមិត្តខ្ញុំបានប្រាប់ខ្ញុំមិនបានបើកបរលឿនពេកទេដូច្នេះបន្ទាប់ពីបើកបររួចខ្ញុំបានចំណាយពេលប្រហែល1ម៉ោងដើម្បីទៅដល់ភោជនីយដ្ឋានដែលមិត្តខ្ញុំបានប្រាប់ខ្ញុំវាម៉ោងប្រហែល5ល្ងាចហើយពេលខ្ញុំទៅដល់ទីនោះខ្ញុំបានបើកឡានចូលទៅក្នុងផ្លូវតូចមួយផ្លូវនេះមានថ្មច្រើននៅសងខាងផ្លូវមានអូរមួយមានដើមឈើនៅក្នុងវាលស្រែពេលខ្លះវាជាស្រះទឹកហើយពេលខ្ញុំទៅដល់ទីនោះខ្ញុំបានឮថាមានភោជនីយដ្ឋានមួយនៅក្នុងភោជនីយដ្ឋាននោះវាមើលទៅដូចជាផ្ទះខ្មែរមួយធ្វើពីឈើទាំងអស់ខ្ញុំគិតវាថ្លៃទេពេលខ្ញុំឃើញផ្ទះនោះខ្ញុំប្រញាប់ចេញខ្ញុំខ្លាចថាអាហារនឹងថ្លៃហើយខ្ញុំក៏គ្មានលុយទិញដែរព្រោះមិត្តខ្ញុំជាអ្នកមានណាស់ដូច្នេះគាត់ប្រហែលជាកំងអាហារច្រើនណាស់ហើយពេលខ្ញុំមើលទៅខាងក្នុងខ្ញុំបានឃើញផ្ទះនោះវាជាផ្ទះធ្វើពីឈើទាំងស្រុងវាមានស្រមោលយ៉ាងស្រស់ស្អាតវាមើលទៅរឹងមាំណាស់ខ្ញុំមិនដឹងថាត្រូវនិយាយវាយ៉ាងម៉េចទេប៉ុន្តែវាក៏អាចកំបាំងខ្លាំងដែរខ្ញុំមានអារម្មណ៍ថាបរិយាកាសចម្លែកខ្ញុំមិនបានឃើញភ្លើងអ្វីទេហើយខ្ញុំមិនបានឃើញបុគ្គលិកទេខ្ញុំនៅក្នុងភោជនីយដ្ឋានតែម្នាក់ឯងប៉ុន្តែខ្ញុំមិនអីទេពេលខ្ញុំបើកឡានទៅចិត្តខ្ញុំបានឮថានៅមុខភោជនីយដ្ឋាននៅខាងក្រៅផ្ទះពួកគេតម្រង់ជួរនៅខាងមុខដូច្នេះខ្ញុំបានចូលតម្រង់ជួរហើយខ្ញុំក៏ចុះពីឡានបន្ទាប់ពីខ្ញុំចេញមកក្រៅខ្ញុំបានមើលខាងក្នុងវាងឹតហើយប៉ុន្តែខ្ញុំគិតថាមេឃប្រហែលជាមិនងឹតគ្រប់គ្រាន់ទេដូច្នេះពួកគេមិនបានបើកភ្លើងទេហើយពេលខ្ញុំដើរចូលទៅខាងក្នុងខ្ញុំឃើញថាគ្មាននរណាម្នាក់ទេមានបរិសម្នាក់ដែលដើរចេញពីខាងក្រោយឡានគាត់ជាបរិសម្នាក់ស្លៀកអាវពណ៌សខោពណ៌សដូចជាឈុតភ្នាក់ពីដំណេកហើយពេលគាត់ដើរចេញមករកខ្ញុំគាត់បានសួរខ្ញុំថាតើមានអ្នកនៅទីនេះប្រមាណអ្នកតើអ្នកមានការកក់ទុកទេបាទចាខ្ញុំមានការកក់ទុកមិត្តរបស់ខ្ញុំមានការកក់ទុកពេលខ្ញុំប្រាប់គាត់ឈ្មោះមិត្តខ្ញុំគាត់ក៏រើសសៀវភៅកត់ត្រាមួយក្បាលមកមើលដូចជាគាត់កំពុងរកមើលកន្លែងដែលត្រូវកក់រហូតដល់មួយសន្ទុះក្រោយមកគាត់បែរមកមើលខ្ញុំវិញហើយនិយាយថាអ្នកអាចចូលទៅខាងក្នុងបានហើយគាត់បានដើរមកមុខខ្ញុំដូច្នេះខ្ញុំបានដើរខ្ញុំរៀបចំដោះស្បែកជើងចេញដើម្បីដើរឡើងទៅផ្ទះប៉ុន្តែអ្នកបើកបរបាននិយាយថាពេលខ្ញុំដើរទៅចណ្ដើបរិសនោះបានដើរជុំវិញចណ្ដើទៅម្ខាងហើយបានឆ្លងកាត់ផ្លូវក្រោមដីខ្ញុំមានការងឿងឆ្ងល់ប៉ុន្តែខ្ញុំគិតថាមិត្តរបស់ខ្ញុំនឹងបានកក់កន្លែងនៅជាន់ក្រោមដូច្នេះខ្ញុំមិនចាំបាច់ឡើងទៅជាន់លើទេខ្ញុំបន្តដើរតាមគាត់ប៉ុន្តែមួយសន្ទុះក្រោយមកគាត់បានដើរកាត់តាមផ្លូវក្រោមដីហើយចេញទៅខាងក្រោយផ្ទះគាត់បានដើរពេញផ្ទះរហូតដល់ផ្លូវតូចមួយគាត់បាននិយាយថាសក់របស់ខ្ញុំរួញខ្លាំងណាស់អាកាសធាតុត្រជាក់ខ្លាំងហើយមានសត្វល្អិតច្រើនប៉ុន្តែខ្ញុំត្រូវទទួលស្គាល់ថាបរិយាកាសនៅទីនោះរលូនធម្មជាតិពិតជាស្រស់ស្អាតណាស់ម្ខាងជាអូហើយម្ខាងទៀតជាក្នុងផ្ទះរបស់គាត់ខ្ញុំព្យាយាមមិនគិតពីអ្វីទាំងអស់ខ្ញុំបន្តដើរតាមគាត់ខ្ញុំមានបំណងចង់ញ៉ាំហើយពេលខ្ញុំដើរមកសន្ទុះប្រហែល200 300ម៉ែត្រខ្ញុំបានឃើញអ្វីមួយខ្ញុំមិនដឹងថាត្រូវហៅវាថាម៉េចទេវាហាក់ដូចជាចំណតរជនមានអគារមួយដែលមានដំបូលជ្រុងទាំង4បើកចំហដំបូលធ្វើពីឈើវាមានលំនាំស្អាតវាមើលទៅដូចជាផ្ទះខ្មែរហើយអ្វីដែលខ្ញុំបានឃើញគឺពេលខ្ញុំមើលទៅខាងក្នុងខ្ញុំឃើញនៅខាងក្នុងមានតុបរិភោគអាហារមួយវាក៏ជាតុឈើដ៏ស្រស់ស្អាតមួយដែរហើយនៅតុនោះមានបរិស4នាក់កំពុងអង្គុយពេលខ្ញុំដើរទៅជិតខ្ញុំឃើញយុវជននោះលើកដៃមករកខ្ញុំដូច្នេះខ្ញុំក៏បញ្ញាប់ដើរចូលទៅជួបមិត្តភក្តិរបស់ខ្ញុំហើយពេលខ្ញុំចូលទៅដល់មិត្តភក្តិរបស់ខ្ញុំក៏ចាប់ផ្ដើមអុជទៀនពួកគេបានដាក់ទៀនមួយនៅលើតុនីមួយហើយបានផ្ញើទៀនមួយមកខ្ញុំមិនដឹងថាបរិយាកាសល្អឬគួរឲ្យខ្លាចនោះទេខ្ញុំមិនអាចប្រាប់បានទេអ្នកអាចកំងអាហារបានតើអ្នកចង់ញ៉ាំអ្វីអ្នកអាចកំងបានកុំបារម្ភពេលខ្ញុំអង្គុយចុះហើយអុជទៀនជាមួយមិត្តភក្តិរបស់ខ្ញុំពួកគេបានប្រាប់ខ្ញុំឲ្យកំងអាហារប៉ុន្តែពេលខ្ញុំមើលពួកគេបានកំងអាហារច្រើនណាស់ដូច្នេះខ្ញុំបាននិយាយថាហើយខ្ញុំបានអង្គុយចុះញ៉ាំអាហារជាមួយមិត្តភក្តិរបស់ខ្ញុំយើងបាននិយាយគ្នាយូរហើយសោយច្រើន
ប៉ុន្តែស្ដាប់ចុះពេលយើងកំពុងញ៉ាំអាហារមានពេលមួយមានរឿងអ្វីមួយកើតឡើងភ្លាមនោះក៏មានសម្លេងនិងសម្លេងផ្ទុះខ្លាំងវាលឺខ្លាំងណាស់រហូតដល់កញ្ចក់បែកខ្ញុំមិនបានដឹងទេអណ្ដាតភ្លើងលើទៀនស្ទើរតែរលត់ទៅហើយនៅវិនាទីនោះវាដូចជាខ្ញុំត្រូវបានដាស់ឲ្យភ្ញាក់ឡើងខ្ញុំមានអារម្មណ៍ថាភ្នែករបស់ខ្ញុំភ្លឺឡើងវាដូចជាខ្ញុំត្រូវបានដាស់ឲ្យភ្ញាក់ឡើងហើយវាមានអារម្មណ៍ដូចជាខ្ញុំមិនយល់ពីខ្លួនឯងខ្ញុំពិតជាមានការងឿងឆ្ងល់យ៉ាងខ្លាំងអំពីអ្វីដែលខ្ញុំកំពុងធ្វើនៅទីនេះខ្ញុំពិតជាមានការងឿងឆ្ងល់យ៉ាងខ្លាំងខ្ញុំព្យាយាមមើលឆ្វេងស្ដាំរហូតដល់ខ្ញុំមានអារម្មណ៍ថាវាដូចជានៅក្នុងរឿងភាពយន្តដែលមនុស្សកំពុងនិយាយគ្នាអញ្ចឹងមានតែពាក្យនៅលើអេក្រង់ប៉ុណ្ណោះប៉ុន្តែខ្ញុំមិនយល់ទេមុខរបស់ខ្ញុំពោពេញដោយស្នាមញញឹមប៉ុន្តែវាជាស្នាមញញឹមคล้ายបើដូចជាមនុស្សគ្រប់គ្នាកំពុងធ្វើវាដោយស្វ័យប្រវត្តិវាដូចជារូបភាពមួយដែលត្រូវបានថតដោយមិនមានអារម្មណ៍គ្មានព្រលឹងប៉ុន្តែបន្ទាប់ពី2-3នាទីមុខរបស់ខ្ញុំពោពេញដោយស្នាមញញឹមមិត្តភ័ក្តិខ្ញុំចាប់ផ្ដើមតានតឹងមុខខ្ញុំចាប់ផ្ដើមស្លេកស្លាំងខ្ញុំមានការភ័ន្តច្រឡំយ៉ាងខ្លាំងខ្ញុំពិតជាមានការងឿងឆ្ងល់ណាស់ខ្ញុំមិនចាំថាខ្ញុំមកដល់ទីនេះដោយរបៀបណាទេដូច្នេះខ្ញុំបានសួរមិត្តរបស់ខ្ញុំដែលនៅក្បែរខ្ញុំមានរឿងអ្វីកើតឡើងតើពួកគេកំពុងនិយាយអំពីអ្វីហេតុអ្វីបានជាខ្ញុំស្រាប់តែមិនអាចចាំអ្វីទាំងអស់រួមទាំងមិនយល់ពីអ្វីដែលមិត្តភ័ក្តិរបស់ខ្ញុំកំពុងនិយាយអំពីខ្ញុំមានការភ័ន្តច្រឡំខ្ញុំមានអារម្មណ៍វិលមុខដូច្នេះខ្ញុំបានអោនក្បាលហើយពេលខ្ញុំងាកទៅមើលនរណាម្នាក់មនុស្សគ្រប់គ្នាកំពុងនិយាយគ្នាបែបនោះគ្មាននរណាម្នាក់ខ្វល់ពីខ្ញុំទេរហូតដល់ខ្ញុំព្យាយាមគិតហើយសួរខ្លួនឯងថាតើខ្ញុំស្វឹងឬអត់ប៉ុន្តែខ្ញុំមិនអាចទេព្រោះខ្ញុំមិនបានផឹកឬខ្ញុំមានជំងឺភ្លេចភ្លាំងខួរក្បាលរបស់ខ្ញុំខូចប៉ុន្តែខ្ញុំមិនដឹងទេខ្ញុំមិនចង់ទទួលយកការពិតទេដូច្នេះខ្ញុំបានព្យាយាមតាមបរិយាកាសខ្ញុំព្យាយាមចាប់យកអារម្មណ៍ហើយខ្ញុំបានកត់សម្គាល់ឃើញអ្វីដែលមិត្តភ័ក្តិរបស់ខ្ញុំកំពុងនិយាយអំពីរហូតដល់ចំណុចមួយពេលខ្ញុំអង្គុយចុះហើយមានអារម្មណ៍វិលមុខដូចជាខ្ញុំស្រវឹងហើយព្យាយាមផ្ដោតអារម្មណ៍ខ្ញុំបានឃើញមិត្តភ័ក្តិរបស់ខ្ញុំអង្គុយនៅខាងស្ដាំដៃខ្ញុំយំខ្ញុំពិតជាមានការងឿងឆ្ងល់ណាស់ខ្ញុំមិនដឹងថាហាអ្វីបានជាគាត់យំនោះទេមួយសន្ទុះសម្លេងនោះក៏កាន់តែខ្លាំងឡើងប៉ុន្តែលើកនេះសម្លេងនោះបានមកជាមួយខ្យល់បក់ខ្លាំងហើយពេលខ្យល់បក់មកខ្ញុំបានឃើញមិត្តភ័ក្តិទាំង4នាក់របស់ខ្ញុំប្រញាប់ប្រញាល់ចុះមកដោយដៃរបស់ពួកគេគ្របទៀនដូចជាពួកគេខ្លាចទៀននឹងរលត់ប៉ុន្តែនៅពេលដែលមិត្តភ័ក្តិទាំងអស់របស់ខ្ញុំចុះមកខ្ញុំបានឮថាក្មេងតូចដែលអង្គុយលើអាកាសកំពុងព្យាយាមអោនចុះប៉ុន្តែគាត់មិនអាចគ្របដៃរបស់គាត់បានទេដូច្នេះទៀនរបស់គាត់ក៏រលត់ទៅហើយពេលទៀនរលត់ទៅខ្ញុំក៏សើចប៉ុន្តែពេលខ្ញុំសើចមុខរបស់គាត់មើលទៅក្រៀមក្រំណាស់ដែលវាផ្ទុយស្រឡះពីមុខគេហើយប៉ុណ្ណឹងហើយពេលទៀននៅពីមុខខ្ញុំរលត់ទៅខ្ញុំមានអារម្មណ៍ថាចង់ក្អួតក៏អីក៏ដួលភ្លាមសម្លេងនោះខ្លាំងដូចសម្លេងឈើហើយក្បាលរបស់គាត់បានធ្លាក់មកលើឥដ្ឋខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតដល់ខ្ញុំបញ្ញាប់ទៅមើលមិត្តភ័ក្តិរបស់ខ្ញុំប៉ុន្តែវាបានបង្ហាញថាមិត្តភ័ក្តិរបស់ខ្ញុំដទៃទៀតបានប្រាប់ខ្ញុំកុំឲ្យក្រោកឡើងរួមទាំងម្ចាស់របស់ខ្ញុំផងដែរពួកគេបានប្រាប់ខ្ញុំឲ្យអង្គុយស្ងៀមហើយមើលទៀនរបស់ខ្ញុំពួកគេបានប្រាប់ខ្ញុំឲ្យមើលទៀនរបស់ខ្ញុំហើយកុំឲ្យបិទវាហើយពេលខ្ញុំមើលវាច្បាស់ណាស់ថាមានទៀន5យើងទាំងអស់គ្នាបានអុជទៀនរៀងៗខ្លួនតើទៀនទាំងនោះជារបស់អ្នកណាទៀនមួយគឺគ្រប់គ្រាន់តើនេះជាអ្វីមានរឿងអ្វីកើតឡើងខ្ញុំកំពុងធ្វើអ្វីនៅទីនេះហើយអ្នកទាំងអស់គ្នាមានរឿងអ្វីកើតឡើងនៅពេលនោះខ្ញុំលែងខ្វល់ទៀតហើយខ្ញុំចង់ក្រោកឡើងហើយមើលណយដូច្នេះខ្ញុំក៏ក្រោកឡើងប៉ុន្តែពេលខ្ញុំក្រោកឡើងណយកំពុងអង្គុយនៅម្ខាងទៀតហើយពេលខ្ញុំទៅដល់ទីនោះខ្ញុំមិនជឿថាខ្ញុំឃើញតែកៅអីទទេមួយដែលធ្លាក់មកគ្មានណយនៅទីនោះទេគ្មាននរណាម្នាក់នៅទីនោះទេសូម្បីតែម្នាក់ក៏ដោយពេលខ្ញុំឃើញដូច្នោះភ្លាមខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងដូច្នេះខ្ញុំបានអោនចុះមើលក្រោមតុហើយអ្នកទាំងអស់គ្នាពេលខ្ញុំអោនចុះភ្លាមខ្ញុំបានឃើញអ្វីមួយដែលខ្ញុំមិនគួរបានឃើញខ្ញុំបានឃើញនៅក្រោមតុឈើនោះដែលខ្ញុំនិងមិត្តខ្ញុំកំពុងញ៉ាំអាហារជាមួយគ្នាមានបរិសម្នាក់ដេកនៅទីនោះគាត់ស្លៀកអាវពណ៌សនិងខោពណ៌សគាត់ជាបុគ្គលិកដែលនាំខ្ញុំទៅទីនោះហើយគាត់កំពុងដេកនៅក្រោមតុគាត់មើលទៅដូចជាសាកសពហើយពេលខ្ញុំឃើញដូច្នោះខ្ញុំក៏អោនចុះហើយងាកមើលទៅក្រោយហើយពេលខ្ញុំងាកមើលទៅក្រោយខ្ញុំបានឃើញមិត្តភ័ក្តិ3នាក់ផ្សេងទៀតអង្គុយស្ងៀមហើយងាកទៅរកអាហារប៉ុន្តែមិត្តភ័ក្តិទាំងនោះបានមើលមកខ្ញុំដោយមិនងាកមកវិញប៉ុណ្ណឹងហើយបន្ទាប់ពីខ្ញុំនិយាយរួចខ្ញុំបានដឹងថាខ្ញុំបានឃើញពួកគេទាំង3នាក់ដាក់ដៃគ្នាហើយដើរចេញទៅម្នាក់មួយហើយវាហាក់ដូចជាពួកគេម្នាក់ពាក់កណ្ដាលហើយពេលពួកគេចេញទៅពួកគេបានចេញទៅដើមឈើដើមស្វាយនិងដើមដូងមានពណ៌លឿងដោយសត្វអំពិលអំពែកពួកគេបានចេញទៅដោយមិនឈប់ឈរខ្ញុំខ្លាចខ្លាំងណាស់រហូតដល់ខ្ញុំមិនអាចធ្វើអ្វីបានខ្ញុំខ្លាចខ្លាំងណាស់រហូតដល់ខ្ញុំមិនដួលបើខ្ញុំដួលវានឹងចប់ហើយវាជាការប្រសើរជាងប្រសិនបើខ្ញុំភ្ញាក់ពីដំណេកនៅពេលព្រឹកហើយនៅពេលដែលវាដូចនោះនៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើចលនាខ្ញុំបានព្យាយាមរត់ចេញទៅតាមផ្លូវដដែលប៉ុន្តែស្ដាប់ចុះពេលខ្ញុំរត់ចេញវាមិនមែនជាផ្លូវដដែលទេខ្ញុំមិនដឹងថាត្រូវទៅផ្លូវណាទេទោះបីជាខ្ញុំធ្វើអ្វីក៏ដោយខ្ញុំរកផ្លូវចេញមិនឃើញវាដូចជាខ្ញុំរត់ចុះរត់ឡើងទីបំផុតខ្ញុំក៏ទៅដល់កន្លែងដដែលវានៅកន្លែងដែលមានមនុស្សម្នាក់ដេកនៅក្រោមតុហើយគ្មានអ្វីសោះខ្ញុំបានហោះទៅចុងដើមឈើវាពិតជាអស្ចារ្យណាស់ដូច្នេះខ្ញុំបានលើកដៃឡើងហើយព្យាយាមរត់ចេញជាចុងក្រោយខ្ញុំបានជួបមនុស្សម្នាក់ស្លៀកឈុតចម្លែកមួយឈរនៅពីមុខខ្ញុំមនុស្សដែលខ្ញុំបានឃើញនៅពេលនោះមានវ័យចំណាស់សក់របស់គាត់ជ្រុះពេញក្បាលគាត់ស្លៀកឈុតថៃចាស់មួយស្រដៀងនឹងឈុតរបស់មឿនឬឪពុករបស់មឿនឬអ្វីមួយដូចនោះ
ដកស្រង់ចេញពីរឿងបុកផែអេសាននិវត្តប៉ុន្តែឈុតនោះស្អាតជាងវាភ្លឺចែងចាំងខ្លាំងរហូតដល់ពលឺស្ទើរតែចេញមកហើយអ្វីដែលគាត់បានធ្វើគាត់បានចង្អុលទៅដើមឈើប៉ុន្តែមិនបាននិយាយអ្វីទេប៉ុន្តែនៅពេលនោះវាដូចជាបេះដូងខ្ញុំដឹងថាត្រូវរត់ទៅផ្លូវណាដូច្នេះខ្ញុំក៏រត់ចេញពេលខ្ញុំកំពុងរត់ខ្ញុំក៏ងាកមកមើលពីក្រោយហើយអ្នកដឹងទេខ្ញុំបានឃើញបរិសចំណាស់កំពុងកាន់របងនៅក្នុងដៃរបស់គាត់កំពុងវាយមនុស្សទាំង5នាក់ទោះបីជាខ្ញុំមើលមិនឃើញច្បាស់ក៏ដោយប៉ុន្តែខ្ញុំគិតថាអ្វីដែលគាត់បានធ្វើមនុស្សទាំង5នាក់ដែលគាត់កំពុងវាយគឺជាមិត្តភក្តិ4នាក់របស់ខ្ញុំហើយម្នាក់ទៀតជាបរិសអាវសំណាក់ដែលជាបុគ្គលិកនៅទីនេះប៉ុន្តែខ្ញុំមិនខ្វល់ទេដូច្នេះខ្ញុំក៏រត់ចេញភ្លាមប៉ុន្តែពេលខ្ញុំបន្តរត់ខ្ញុំក៏បានប្រទះឃើញស្លឹកឈូកមួយបាច់មានតែស្លឹកឈូកច្រើនណាស់ប៉ុន្តែសំឡេងនៅក្នុងក្បាលខ្ញុំបាននិយាយថាចូលយើងចេញពីទីនេះដូច្នេះខ្ញុំបានសម្រេចចិត្តស្លាប់ដោយសារគ្មានផ្លូវទៅខ្ញុំបានដើរចូលទៅក្នុងទឹកហើយឆ្លងកាត់ផែជាសំណាងល្អផែនោះមានទទឹងប្រហែល10ម៉ែត្រទឹកមិនជ្រៅប៉ុន្មានទេវាមានកម្ពស់ត្រឹមតែប្រហែលទ្រូងប៉ុណ្ណោះដូច្នេះខ្ញុំអាចចេញបានដូច្នេះខ្ញុំបានងាកមកវិញហើយព្យាយាមចេញពីទឹកជាចុងក្រោយពេលខ្ញុំឆ្លងទៅត្រើយម្ខាងទៀតខ្ញុំបានរកឃើញទ្វារចេញដែលខ្ញុំធ្លាប់ចូលខ្ញុំបានរត់ចេញពេលខ្ញុំចេញទៅខាងក្រៅខ្ញុំបានឃើញឡានរបស់ខ្ញុំចតប៉ុណ្ណឹងហើយខ្ញុំមិនខ្វល់អ្វីទាំងអស់មិនថាវាសើមយ៉ាងណាទេខ្ញុំមិនខ្វល់ទេខ្ញុំបានចូលទៅក្នុងឡានហើយបើកឡានចេញពេលខ្ញុំកំពុងបើកឡានចេញទៅខ្ញុំកំពុងស្វែងរកទូរស័ព្ទរបស់ខ្ញុំដើម្បីហៅសុំជំនួយព្រោះមិត្តរបស់ខ្ញុំនៅតែជាប់នៅខាងក្នុងប៉ុន្តែខ្ញុំរកវាមិនឃើញវាដូចជាកាបូបខោរបស់ខ្ញុំបាត់គ្មានកាបូបអ្វីទាំងអស់ខ្ញុំរកវាមិនឃើញទេទោះបីជាខ្ញុំព្យាយាមយ៉ាងណាក៏ដោយដូច្នេះខ្ញុំនៅតែបន្តបើកបរមុនពេលខ្ញុំទៅដល់ចំណតដំបូងក៏មានភ្លើងស្តុបមួយពេលខ្ញុំឈប់ភ្លាមខ្ញុំក៏ចុះទៅមើលទូរស័ព្ទរបស់ខ្ញុំម្ដងទៀតប៉ុន្តែស្ដាប់ចុះអ្វីដែលបានកើតឡើងនៅពេលនោះគឺមិនគួរឲ្យជឿទាល់តែសោះខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលខ្ញុំឃើញថារាងកាយរបស់ខ្ញុំមិនបានស្លៀកខោដដែលនោះទេប៉ុន្តែអ្វីដែលខ្ញុំកំពុងស្លៀកគឺខ្ញុំស្លៀកអាវក្រៅពណ៌បៃតងវាជាលំនាំប្រាក់ពណ៌ស្អាតណាស់ហើយមានរុនមួយដែលជាប់នឹងសាប៊ូវាហៀបពេញកន្លែងខ្ញុំដោះវាចេញហើយបើកឡានទៅស្ថានីយ៍ប្រេងឥន្ធនៈយ៉ាងប្រញាប់ពេលខ្ញុំទៅដល់បន្ទប់ទឹកខ្ញុំបានលាងសម្អាតខ្លួនដោយទឹកខ្ញុំក៏បានដោះអាវចេញដែរនៅសល់តែខោទ្រាត់ប៉ុណ្ណោះប្រសិនបើថ្ងៃនេះប្រសិនបើមាននរណាម្នាក់លួចថតវាខ្ញុំប្រកាសជាល្បីពេញអ៊ីនធឺណិតហើយប៉ុន្តែនៅពេលនោះខ្ញុំអាចនិយាយដោយស្មោះត្រង់ថាខ្ញុំមិនខ្មាស់អៀននឹងអ្នកណាម្នាក់ឡើយបន្ទាប់ពីនោះខ្ញុំបានបើកឡានទៅផ្ទះហើយពេលខ្ញុំត្រឡប់មកផ្ទះវិញខ្ញុំមិនអាចតាក់ទងមិត្តភក្តិរបស់ខ្ញុំបានទេព្រោះទូរស័ព្ទរបស់ខ្ញុំបាត់ខ្ញុំមិនបានរក្សាទុកលេខទូរស័ព្ទរបស់ខ្ញុំទេរហូតដល់ព្រឹកបន្ទាប់ខ្ញុំបានបើកឡានទៅជួបណយនៅផ្ទះខ្ញុំសង្ឃឹមថាគាត់នៅតែនៅទីនោះហើយពេលខ្ញុំទៅដល់ទីនោះខ្ញុំឃើញថាណយកំពុងដើរចេញពីផ្ទះក្នុងសភាពងងុយគេងដូចជាគាត់ទើបតែភ្ញាក់ពីដំណេកនៅពេលព្រឹកអញ្ចឹងពេលខ្ញុំឃើញគាត់ភ្លាមខ្ញុំចាប់ក្បាលគាត់មុនគេដើម្បីមើលថាតើក្បាលគាត់បាក់ឬអត់ព្រោះគាត់ធ្វើចលនាលឿនណាស់ណយមានការងឿងឆ្ងល់ថាហេតុអ្វីបានជាខ្ញុំចាប់ក្បាលគាត់ដូច្នេះខ្ញុំបានសួរគាត់ថាតើអ្នកជាខ្មោចឬមនុស្សមានរឿងអ្វីកើតឡើងយប់មិញហើយមិត្តភក្តិរបស់អ្នកដែលនៅសល់តើពួកគេមានសុវត្ថិភាពឬអត់មែនហើយពួកគេមានសុវត្ថិភាពហើយអ្នកជានរណាតើអ្នកតាណាកាលពីម្សិលមិញអ្នកមិនបានមកណាត់ជួបល្អទេអ្នកមិនបានលើកទូរស័ព្ទរបស់ខ្ញុំទេហើយហេតុអ្វីបានជាអ្នកនាំបរិសចំណាស់ម្នាក់មកនិយាយជាមួយខ្ញុំប្រសិនបើអ្នកមានបញ្ហាឬមានបញ្ហាអ្វីអ្នកអាចប្រាប់ខ្ញុំបានហើយពីអ្វីដែលមិត្តភក្តិរបស់ខ្ញុំបាននិយាយខ្ញុំមិនអាចទ្រាំទ្របានទៀតទេដូច្នេះខ្ញុំបានប្រាប់ពួកគេដោយផ្ទាល់ថាខ្ញុំបានទៅទីនោះកាលពីម្សិលមិញប៉ុន្តែខ្ញុំត្រូវបានខ្មោចបញ្ឆោតខ្ញុំបានឃើញមិត្តភក្តិរបស់ខ្ញុំទាំងអស់សុទ្ធតែជាខ្មោចមិត្តភក្តិរបស់ខ្ញុំមានការងឿងឆ្ងល់ថាតើវាជាខ្មោចអ្វីពួកគេញ៉ាំអាហារយប់ជ្រៅហើយមកផ្ទះខ្ញុំស្ទើរតែពេលព្រឹកពេលខ្ញុំនិយាយជាមួយពួកគេខ្ញុំបានដឹងថាខ្ញុំបានទៅកន្លែងផ្សេងជាមួយមិត្តភក្តិរបស់ខ្ញុំដូច្នេះនៅពេលព្រឹកមិត្តភក្តិរបស់ខ្ញុំទាំងអស់បានទូរស័ព្ទមកខ្ញុំហើយពេលយើងនិយាយគ្នាខ្ញុំពិតជាបានទៅកន្លែងខុសមែនព្រោះពេលនោះខ្ញុំមិនមាន GPS ទេខ្ញុំដើរដោយមានពាក្យសម្ដីហើយមិនដឹងអ្វីទាំងអស់នោះហើយជាមូលហេតុដែលខ្ញុំបានទៅទីនោះខ្ញុំមិនដឹងថានោះជាផ្ទះរបស់នរណាម្នាក់ទេហើយពេលខ្ញុំចូលទៅពួកគេអាចនឹងចំអកខ្ញុំឬធ្វើអ្វីមួយដែលខ្ញុំមិនអាចស្រមៃថាពួកគេចង់យកខ្ញុំទៅជាមួយឬយកខ្ញុំធ្វើជាអ្នកបម្រើពីព្រោះដំបូងឡើយពួកគេបានបដូរសម្លៀកបំពាក់របស់ខ្ញុំហើយអាចបញ្ឆោតខ្ញុំរហូតដល់ស្លាប់ឬបន្តបញ្ឆោតខ្ញុំបានធ្វើអ្វីដែលខ្ញុំអាចគិតបានប៉ុន្តែនៅទីបញ្ចប់ខ្ញុំគិតថាបរិសចំណាស់ដែលមកជួយអាចជាចៅហ្វាយគាត់មិនពេញចិត្តនឹងអ្វីដែលខ្មោចបានធ្វើទេដូច្នេះគាត់បានឲ្យខ្ញុំចេញហើយខ្មោចដែលមកបញ្ឆោតថាជាមិត្តរបស់ខ្ញុំនៅទីបំផុតខ្ញុំអាចចេញបានប៉ុន្តែខ្ញុំនៅតែឆ្ងល់ថាហេតុអ្វីពេលខ្ញុំចូលទៅដំបូងខ្ញុំមិនដឹងថាអ្នកណាដើរតាមខ្ញុំមិនពាក់មួកសុវត្ថិភាពឬថាខ្ញុំដើរពីច្រកចូលប៉ុន្តែខ្ញុំមិនដឹងថាខ្មោចពិតជាបានយកខ្ញុំចូលទៅក្នុងនោះទេដំបូងឡើយខ្ញុំប្រហែលជាភ្ញាក់ផ្អើលថាពេលខ្ញុំចូលទៅដល់ខ្ញុំមិនបានឃើញឡានរបស់មិត្តខ្ញុំសូម្បីតែមួយគ្រឿងបន្ទាប់ពីនោះខោរបស់ខ្ញុំក៏បានបាត់ទៅរួមជាមួយកាបូបលុយនិងទូរស័ព្ទដៃមួយគ្រឿងដែលប្រហែលជានៅក្នុងផ្ទះចំពោះស្បែកជើងដែលខ្ញុំពាក់ខ្ញុំបានបោះវាចោលនៅចិញ្ចើមផ្លូវបន្ទាប់ពីរឿងទាំងអស់នោះខ្ញុំពិតជាភ័យខ្លាចណាស់វាជារឿងដែលខ្ញុំមិនអាចបំភ្លេចបានរហូតដល់ថ្មីនេះនៅពេលដែលខ្ញុំបើក Google Map ដើម្បីមើលផ្លូវហើយខ្ញុំឃើញថាផ្ទះនោះបានប្រែក្លាយទៅជាអ្វីផ្សេងប៉ុន្តែខ្មោចនៅតែនៅទីនោះរួមទាំងកន្លែងដែលខ្ញុំមិនអាចមើលផ្លូវបានដូចជាវាជាតំបន់ហាមឃាត់ហើយខ្ញុំអាចមើលបានតែពីលើប៉ុណ្ណោះ